ដៃចុកជើងឈឺឆ្កេះឈឺខ្នងដៃរយជើងឈឺនោះថាឈឺទុករយក្បាលឆ្គងឈឺឆ្កេះមកតាមចម្លក់ក្លាក់ដៃក្លាក់ជើងបាទខ្ញុំហូបបានតែ3ដងខ្ញុំអន់ខ្ញុំឡើងរួចខ្ញុំឡើងជូរនោះមករួចទេឡើងចេះអូយអូយចឹងកុំគាត់ថាអញព្រោះអូយរហូតចឹងអោនក៏ឈឺងើបក៏ឈឺអង្គុយមិនបានយូរស្ពឹកជើងរមូលក្រពើឈឺខ្នងចុករយចង្កេះឈរមិនបានយូរឈឺជើងឈឺជង្គង់ហើមដៃហើមជើងគ្មានមូលហេតុនេះបណ្ដាលមកពីសន្លាក់ខាងក្នុងបណ្ដាលមកពីគៀបសរសៃឬលើសជាតិអាស៊ីតនេះគឺជារោគសញ្ញានៃជំងឺសន្លាក់សរសៃឈឺចាក់ពីខ្នងទៅដៃជើងនិងត្រគាកខាងក្រោយដោយសារតែលោកអ្នកប្រើកម្លាំងខ្លាំងលើករបស់ធ្ងន់ប្រើកម្លាំងឆ្អឹងខ្នងហួសដែនកំណត់ដែលធ្វើឲ្យស្រទាប់នេះលៀនចេញមកក្រៅទៅប៉ះនឹងសរសៃប្រសាទដែលនៅក្បែរឆ្អឹងកងដែលហៅថាជំងឺឌីសឆ្អឹងខ្នងឬជំងឺគៀបសរសៃបើលោកអ្នកទ្រាំកាន់តែយូរជំងឺនេះនឹងរីករាលដាលវិវត្តតាមវ័យរបស់យើងកាន់តែធ្ងន់ធ្ងរអាចឈានទៅដល់ការវះកាត់ដែលចំណាយថវិកាជាច្រើនព្យាយាមហាត់ប្រាណរាល់ថ្ងៃកាន់តែធ្ងន់ធ្ងរធ្លាប់ប្រើប្រាស់ផលិតផលជាច្រើនតែមិនបានធូរស្បើយខាតទាំងថវិកាខាតទាំងពេលវេលាខាតទាំងសេចក្តីទុកចិត្តតែពេលនេះក្រុមហ៊ុនយើងខ្ញុំបាននាំចូលផលិតផលដ៏មានគុណភាពមួយប្រភេទគឺផលិតផលឱសថធម្មជាតិយ៉ុងលៀងភ្លើសឯកទេសគៀបសរសៃនិងឈឺសន្លាក់រ៉ាំរ៉ៃជួយបញ្ចុះជាតិស្ករសម្រួលដល់បញ្ហាឈឺចង្កេះឈឺឆ្អឹងខ្នងឈឺស្មាឈឺសាច់ដុំចុករយពេញខ្លួនជួយនៅបញ្ហាតម្រង់នោមនិងជំនួយកម្លាំងយ៉ាងពូកែផងដែរដែលប្រើទៅមិនប៉ះពាល់ដល់សុខភាពចំណាយតិចចំណេញពេលវេលាប្រើពី3ថ្ងៃទៅ5ថ្ងៃលោកអ្នកនឹងដឹងថាមានប្រសិទ្ធភាពខ្ពស់ឈប់បារម្ភហើយទំនាក់ទំនងមកលេខទូរស័ព្ទនៅខាងក្រោមដើម្បីប្រឹក្សាយោបល់ជាមួយអ្នកជំនាញសុខភាពដោយឥតគិតថ្លៃគួយអូចឹងអូមកចឹងចេះពីបៃដងចឹងកង់ខ្ញុំទិញអានេះផឹកលើកង់គាត់ឆ្លើយថាទិញអីទិញអត់តាចេយ៉ុងលៀងហ្នឹងចាដល់ពេលខ្ញុំថាចឹងខ្ញុំហៅកូនខ្ញុំមីបងខ្ញុំថាអត់ណាថ្ងៃមកចុចអាលេខនេះមើលរសាអាថ្នាំនេះម្ដងមើលតើចុចទៅបានឲ្យលោកគ្រូទម្លាក់ថ្នាំហ្នឹងមកខ្ញុំហូបបានតែ3ដងខ្ញុំអន់ខ្ញុំឡើងរួចខ្ញុំឡើងជូរនោះមករួចទេឡើងចេះអូយចឹងកុំគាត់ថាអញព្រោះអូយរហូតចឹងចុះបើឡើងក៏អត់រួចបត់ជើងអង្គុយលើកថៅហ្នឹងក៏អត់កើតចឹងអូយម្ដងមកបានហើយម្ដងហ្នឹងឡើងមកវិញហ្នឹងចំតិតគូតលើខោដៃម្ខាងហ្នឹងមកបានដល់ខ្ញុំហូបតែ3ដងខ្ញុំបាត់អូយអត់តែ3លេបបាត់អូយដៃចុកជើងឈឺឆ្កេះឈឺខ្នងដៃរយជើងឈឺនោះថាឈឺទុករយក្បាលឆ្គងឈឺឆ្កេះមកតាមចម្លក់ក្លាក់ដៃក្លាក់ជើងបាទឈឺសពបែបយ៉ាងទាំងអស់ឲ្យថ្នាំដៃនឹងចុកទាំងអស់ក៏បានថ្នាំនឹងមកថាខ្ញុំបានលេបនឹងបានដល់ធូរស្បើយ 90% ឥឡូវបាទឥឡូវបានថ្នាំនឹងមកដូចថាវាធូរទាំងអស់ហ្មងធូរតាំងពីកម្រងនោមឈឺតាំងពីក្លាក់ដៃក្លាក់ជើងចុករយអីនឹងថាធូរអស់ហើយបាត់ក្តៅក្នុងកម្រងនោមនឹងហើយវាថាធូរស្រាលថតទៅឃើញស្លាក់ហើយពុកឆ្អឹងស្គូតឆ្អឹងហើយឈឺផា30ឆ្នាំហើយ30ឆ្នាំចាឈឺតិចរហូតមកហើយថ្នាំពេទ្យមើលគ្រប់កន្លែងដើរគ្រប់ពេទ្យបានប្រើនឹងអត់ទាន់ប្រើនោះខ្ញុំឈឺជង្គង់ឈឺចកេះឈឺកញ្ញាំដៃកញ្ញាំជើងចុករយតាំងពីពះពវិនឲ្យទាំងអស់ទាំងកម្រងនោមចុករយដល់បានលេបថ្នាំនឹងទៅខ្ញុំធូរឥឡូវធូរអស់